នេះបងប្អូនគ្នាបាទឥឡូវយើងមករៀនពាក្យទាំងអស់គ្នាពាក្យទាំងនេះគឺជា clear ដែលយើងត្រូវប្រើប្រាស់ប្រចាំថ្ងៃតែម្ដងឧទាហរណ៍ដូចជាពាក្យ hello បាទ hello យើងប្រែថាសួស្តីណាបងប្អូនបាទ hello យើងប្រែថាសួស្តីឥឡូវយើងមកមើលពាក្យជាបន្តទៀតបាទ good morning good morning បាទយើងប្រែថារុនសួស្តីដែលយើងក្រោកពីគេងអីចឹងណាអញ្ចឹងយើងប្រើពាក្យ good morning good morning បាទអរុនសួស្តី good morning ឥឡូវយើងមកមើលពាក្យទី3បងប្អូនពាក្យទី3គឺ good afternoon good afternoon បាទទិវាប្រែថាទិវាសួស្តីឬក៏យើងសួស្តីជួបគ្នាពេលថ្ងៃអីចឹងណាបាទបន្តទៀតគឺពាក្យ good evening good evening បាទថាយើងទៅណាទៅជាគ្រូបរៀនចូលថ្នាក់ចូលអីពេលល្ងាចអីចឹងណាអញ្ចឹងយើងប្រើពាក្យ good evening everyone បាទអញ្ចឹងគឺយើងអាចប្រើពាក្យនេះទៅតាមពេលវេលាបាទឥឡូវយើងមកមើលពាក្យបន្តទៀតគឺ how are you how are you តើអ្នកសុខសប្បាយជាទេបាទ how are you បាទនៅពេលដែលយើងជួបអ្នកដែលយើងធ្លាប់ស្គាល់អីចឹងណាយើងប្រើពាក្យ how are you សួរតើអ្នកសុខសប្បាយដែរឬទេ how are you how are you តើអ្នកសុខសប្បាយជាទេ how are you បាទឥឡូវយើងមកមើលជាបន្តទៀតចម្លើយ I'm fine thank you I'm fine thank you បាទខ្ញុំសុខសប្បាយជាទេធម្មតាទេបាទចឹងអរគុណច្រើន thank you អរគុណបាទ I'm fine thank you នេះជាពាក្យសន្ទនាឬក៏ clear សំខាន់ណាបងប្អូនបាទអញ្ចឹងបងប្អូនដែលរៀនដំបូងគឺយើងត្រូវការចេះ clear ទាំងអស់នេះតែម្ដងបន្តទៀតwhat's your name បាទ what's your name what's your name តើអ្នកមានឈ្មោះអីដែរចង់សួរឈ្មោះគេ what's your name my name កខអីចឹងទៅ what's your name តើអ្នកមានឈ្មោះអ្វីចម្លើយអានេះគេថា clear មួយទៀតដែលយើងឆ្លើយណាបងប្អូន my name is John my name is John បាទបងប្អូនឈ្មោះអីដាក់ឈ្មោះនឹងទៅ my name is John my name is John បាទឈ្មោះរបស់ខ្ញុំគឺ John បាទបន្តទៀតគឺ nice to meet you nice to meet you nice to meet you រីករាយដែលបានជួបអ្នកបាទ nice to meet you nice to meet you រីករាយដែលបានជួបអ្នកចុងក្រោយបងប្អូន what do you do what do you do បាទតើអ្នកធ្វើអីឬក៏ what are you doing តើអ្នកកំពុងធ្វើអីអញ្ចឹងទៅឬអានេះគេសំដៅទៅលើការងារ what do you do តើអ្នកធ្វើការអីដែរបាទអញ្ចឹងនេះជា clear សំខាន់សម្រាប់ជូនបងប្អូនអរគ្នាយើងចូលទៅអនុវត្តប្រចាំថ្ងៃបាទអញ្ចឹងវីដេអូនេះយើងមានប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយជាបន្ត